Aliza ដូច្នេះនៅក្នុងចំណោមអ្នកទាំងពីរនៅក្នុងថ្ងៃនេះអ្នកដែលចំអិនម្ហូបចុងក្រោយរបស់គាត់នៅក្នុងផ្ទះបាយមួយនេះគឺ Aliza អីយំអី អញ្ចឹងសម្រាប់ Aliza ផ្ទាល់មុននឹងដើរចាក់ចេញពីផ្ទះបាយមួយនេះមានពាក្យពេចន៍អ្វីចង់និយាយជាលើកចុងក្រោយអត់ ចំពោះថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំបានចំអិនម្ហូបនៅក្នុងផ្ទះបាយ Master Chef តាំងពីឈានជើងមកដល់ផ្ទះបាយឈានចូលដល់កម្មវិធីផ្ទះបាយ Master Chef នេះតាំងពីការធ្វើម្ហូបទៅដាក់ពាក្យដល់វគ្គ boot camp បេក្ខជន60នាក់រហូតដល់ខ្ញុំទៅដើមអៀមគេបាន25នាក់ខ្ញុំពិតជាមានមោទនភាពលើខ្លួនឯងមកតង់ហើយប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមចូល top ទាំង25ខ្ញុំតែងតែបានធ្វើល្អមានមោទនភាពធ្វើឲ្យខ្លួនឯងមានមោទនភាពលើខ្លួនឯងម្ដងទៀតអ្នកដែលធ្វើល្អម្នាក់ទៀតនោះ Aliza ទាំងការតុបតែងចានហើយការរើសចានល្អ ហើយអ្វីដែលខ្ញុំចង់និយាយមួយទៀតនោះគឺខ្ញុំអរគុណដល់ប៉ាខ្ញុំគាត់តែងតែលើកទឹកចិត្តខ្ញុំទោះបីជាដំបូងឡើយនៅពេលដែលខ្ញុំមកប្រកួតហ្នឹងគឺខ្ញុំបានប្រាប់គាត់ដែរថាខ្ញុំចូលរួមប្រកួតកម្មវិធី Master Chef ហើយខ្ញុំជួលការសិក្សាចោលគាត់អត់ដឹងទេប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមបាត់អៀងហើយបងស្រីខ្ញុំគាត់ប្រាប់ប៉ាថាខ្ញុំចូលរួមប្រកួតហើយអញ្ចឹងគាត់សួរថាខ្ញុំមិនខ្ញុំថាអត់អីប៉ាឥឡូវគាត់ជួលការសិក្សារយៈចោលសិនដើម្បីបំពេញក្តីសម័យខ្លួនឯងហើយក៏សូមទោសប៉ាដែរដែលកូនធ្វើបានល្អអត់យកបានយកជ័យជំនះឬក៏មោទនភាពមួយដ៏ធំជូនគាត់ដែរចា៎ អូខេអញ្ចឹងអរគុណ Aliza អញ្ចឹង Aliza អាចដកអៀមហើយត្រឡប់ទៅផ្ទះវិញដើម្បីជួបប៉ាវិញបានណាអរគុណ ខ្លួនឯងខ្លាំងយល់អត់មានសម្ពាធហើយទៅប្រឡង ខ្ញុំទៅប្រឡង final វិញនេះ ណៃទៅតាមសាល្អណាស់ ខ្ញុំទៅដឹងថាពួកបងធ្វើបានល្អបន្តទៀតទោះបីជាខ្ញុំអត់ទាន់បានបំពេញក្តីសម័យធំខ្លួនឯងក៏ដោយប៉ុន្តែខ្ញុំជឿថាបងអាចធ្វើបានហើយមួយទៀតបងឯងកុំបាក់ទឹកចិត្តកុំខ្វល់ពីណាគេបងឯងខំប្រឹងទៅឲ្យល្អដោយសារមួយរយៈមុនបងឯងតែនិយាយថានឹកកូនឥឡូវឈប់នឹកសិននៅប្រកួតឲ្យឈ្នះសិនបើមិនដើម្បីបងឯងខ្លួនឯងក៏ដើម្បីខ្ញុំឬក៏បងប្អូនដែលស្រឡាញ់បងឯងដូចគ្នាអូខេ បងធ្វើបានល្អសូមឲ្យលីសាវិញ